អរបងប្អូនកុំជំនុំតអគ្នាហើយកុមារាកុមារីខាងក្រោយតិចទេថ្ងៃនេះយើងអរគុណព្រះអង្គដែលនៅល្ងាចនេះយើងមានឱកាសជាមួយនឹងគ្នាទីមួយគឺអបអរព្រះរាជកំណើតរបស់ព្រះអង្គព្រះយេស៊ូវគ្រីស្ទដែលព្រះអង្គយាងមកប្រសូតនៅលើផែនដីហើយជាឱកាសដែលយើងអាចទទួលព្រះគុណនិងព្រះពររបស់ព្រះអង្គដែរហើយជាអរបងប្អូនដែលស្គាល់ព្រះយេស៊ូវហើយទទួលជឿព្រះអង្គហើយយល់ហើយថាថ្ងៃនេះមានន័យយ៉ាងម៉េចហើយអត្ថន័យឬក៏មូលហេតុអីដែលយើងជួបជុំគ្នានៅថ្ងៃនេះអរបងប្អូនស្គាល់ប៉ុន្តែបងប្អូនមួយចំនួនផ្សេងទៀតក៏ត្រូវបានយល់ថាហេតុអីបានជាគ្រីស្ទបរិស័ទហើយមិនមែនតែតាមក្រុមជំនុំតូចមួយនៅក្នុងប្រទេសខ្មែរឬក៏ក្រុមជំនុំធំនៅក្នុងប្រទេសខ្មែរទេតែទូទាំងពិភពលោកអបអរនៅកំណើតរបស់ផងព្រះដ៏មានព្រះជន្មរស់ហើយព្រះនាមថាព្រះយេស៊ូវគ្រីស្ទអរបងប្អូនទាំងអស់គ្នាអាចនឹងស្ដាប់មើលនៅព្រះបន្ទូលព្រះអង្គនៅល្ងាចនេះជាមួយនឹងគ្នាមុនពេលយើងដឹងថាអត្ថន័យណូអែលយ៉ាងម៉េចអត្ថន័យគ្រីស្មាស់នឹងយ៉ាងម៉េចសូមបានសម្រុំចិត្តអធិដ្ឋានជាមួយនឹងគ្នាមុនពេលយើងស្ដាប់ព្រះបន្ទូលព្រះអង្គព្រះយេស៊ូវយើងខ្ញុំអរព្រគុណដល់ព្រះអង្គសម្រាប់ព្រះគុណនិងព្រះពរដែលទ្រង់ផ្ដល់ដល់យើងខ្ញុំទាំងអស់គ្នាយើងខ្ញុំអរគុណព្រះអង្គដែលស្រឡាញ់យើងខ្ញុំជាមនុស្សមានបាបទ្រង់លះបង់ព្រះជន្មសម្រាប់យើងខ្ញុំទាំងអស់គ្នាអនុញ្ញាតឲ្យយើងខ្ញុំទាំងអស់គ្នាបានទទួលនូវបទពិសោធន៍ជីវិតដែលមានក្តីអំណរជីវិតដែលមានក្តីសង្ឃឹមហើយជីវិតដែលមានភាពសុខសាន្តដែរយើងខ្ញុំអរព្រគុណដល់ព្រះអង្គហើយសូមមានបន្ទូលមកកាន់យើងខ្ញុំល្ងាចនេះតាមរយៈព្រះបន្ទូលព្រះអង្គដើម្បីឲ្យដួងចិត្តយើងខ្ញុំបានទទួលក្តីអំណរដល់ពិតតាមរយៈព្រះបន្ទូលទ្រង់យើងខ្ញុំទូលសូមនៅការដឹកនាំក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទអាមែនខ្ញុំសូមអនុញ្ញាតអាននៅព្រះបន្ទូលព្រះអង្គមុនពេលយើងទៅជាមួយគ្នាបន្តទៀតព្រះបន្ទូលព្រះអង្គនៅល្ងាចនេះនៅក្នុងព្រះគម្ពីរអេសាយជំពូក9ខ6និងខ7បងប្អូនអាចផ្ទៀងជាមួយនឹងគ្នាហើយស្ដាប់ដោយយកចិត្តទុកដាក់តើព្រះបន្ទូលព្រះអង្គមានបន្ទូលយ៉ាងម៉េចខ6ត្បិតមានបុត្រមួយកើតដល់យើងព្រះទ្រង់ប្រទានបុត្រាមួយមកយើងហើយឯការគ្រប់គ្រងនឹងនៅលើស្មារបស់បុត្រនោះហើយគេនឹងហៅព្រះនាមទ្រង់ថាព្រះដ៏ជួយគំនិតយ៉ាងអស្ចារ្យព្រះដ៏មានព្រះចេស្តាព្រះវរបិតាដ៏គង់នៅអកលនិងជាម្ចាស់នៃមេត្រីភាពឯសេចក្តីចម្រើននៃរដ្ឋបាលទ្រង់និងសេចក្តីសុខសាន្តរបស់ទ្រង់នោះនឹងមិនចេះផុតពីបល្ល័ង្ករបស់ដាវីតនិងនគរនៃទ្រង់ឡើយដើម្បីនឹងតាំងឡើងហើយទប់ទល់ដោយសេចក្តីយុត្តិធម៌សេចក្តីសុចរិតចាប់តាំងពីឥឡូវនេះជារៀងរៀបដរាបទៅគឺសេចក្តីឧស្សាហ៍របស់ព្រះយេហូវ៉ានៃពួកពលបរិវារនឹងសម្រេចការនោះអាមែននៅក្នុងដើមខែនេះកាលពីប្រហែលសប្តាហ៍មុនខ្ញុំបានទទួលអភិឯកសិទ្ធិពិសេសមួយពីសាលាមត្តេយ្យមេត្រិសព្រែកទាល់ហើយក្នុងខែ12នេះដូចជាច្រើនកន្លែងគួរសមហើយអធិប្បាយដូចច្រើនគួរសមនៅក្នុងខែ12នេះហើយកាលពីថ្ងៃ7ខ្ញុំចូលរួមកម្មវិធីនោះក៏ជាកម្មវិធីនោះដែរប៉ុន្តែសម្រាប់សាលាមត្តេយ្យដែលមានបងប្អូនចាប់ពីអាយុ2ឆ្នាំឡើងទៅដល់5 6ឆ្នាំមុនពេលចូលទៅដល់ថ្នាក់ទី1គាត់មានគ្នាច្រើនហើយក្រោយពីចូលរួមកម្មវិធីបញ្ចប់កម្មវិធីទៅខ្ញុំបានទទួលប្រអប់កាដូតូចមួយហើយស្អាតមែនទែនដោយសារសាលាគាត់ដូចជាខ្ចប់ដោយកដាស់ខ្ចប់កាដូហើយមានចងបូអីទៅហើយខ្ញុំគួរឲ្យចាប់អារម្មណ៍ដែរដោយសារទូចមែនប៉ុន្តែស្អាតហើយនៅក្នុងនោះក៏ជារបស់មួយដែលដូចជាមានតម្លៃមែនទែនសម្រាប់ខ្ញុំផងសម្រាប់សាលាដែរនៅក្នុងប្រអប់កាដូតូចនោះមានកែវទឹកមួយប៉ុន្តែប្រហែលជាចម្លែកជាងកែវទឹកធម្មតាបន្តិចនៅលើកែវទឹកមានព្រីនរូបខ្ញុំជាមួយនឹងគ្រួសារមានខ្ញុំមានភរិយាខ្ញុំហើយនឹងកូនប្រុសខ្ញុំនៅមួយចំហៀងនៃផ្នែកកែវហើយមួយចំហៀងទៀតមាន logo សាលាជាមួយនឹងឈ្មោះសាលាមត្តេយ្យមេត្រិសព្រែកទាល់នៅពេលដែលខ្ញុំទទួលកែវនោះអីដែលខ្ញុំចាប់អារម្មណ៍ជាងគេខ្ញុំរាប់ថាកែវនោះស្អាតហើយប៉ុន្តែពាក្យមួយដែលខ្ញុំចាប់អារម្មណ៍សំខាន់ចេញពីនាយិការបស់សាលាគាត់និយាយថា
cái này mình còn tài chia cả đồ đạp đo ai lục cru thì rồi con một men trâm tài chi vật thọ nụ sao đi đạp đo ai còn tài sầm rạp nhâm tức bằng năng tỷ và tái xôm ai trong trăm pi sả la bỏ phòng dương hay đừng xôm ạt tịch than ai sả la bỏ phòng dương bắn to đồng na từ mốc lại cả đập nòng một bịp đẹp này chỉ có đố đạp đo ai nơi nông ẩm lông pe bon Christmas bắn tái có đo nơi cả trong trăm nuôi tài sầm rạp sả lá hay đừng trong đài tha xôm ai pe đập nòng bắn to từ tiền nơi đầm na cao bỏ phòng sả lá tiền cú tiền sắt ai miền đầm na cao ở từ mục ở xa lại chỉ cả bật nợ pe là dương từ tu làm nào rồi có group tiếng ẩm nói là dương man từ tu cứ tay miền can nước trăm pi một cô pi này สำคัญ thì mỗi người này áo hay nâng nợ từ tu này áo còn miền cô vào ngon vào phòng quạt mua là hết đấy bạn chỉ còn áo ẩm nói luôn mà can dương hai dương này là tu dương con dương kết tạm mũi thế tha lúc cứ chia ẩm nói chia cả đô đại trong từ tu hay đi điสบายจัดบางคนประมาณนี้ได้ตัวตัวก็โดไว้สระตึกมันเนี่ยในที่นี้มีอัดได้มีแต่ตัวตัวก็โดให้สบายจัดในពេលដែលយើងទទួលក៏ដូចយើងរីករាយយើងសប្បាយជាមួយនឹងអំណោយដែលត្រូវបានផ្ដល់ឲ្យហើយអំណោយនោះក៏អត់មានត្រូវបងលុយដែរហើយយើងសប្បាយចិត្តតែព្រោះនោះជាអំណោយដែលផ្ដល់ឲ្យសម្រាប់យើងដូចគ្នាដែរនៅក្នុងឆ្នាំនេះថ្ងៃនេះក្រុមជំនុំមេត្រី Wesley យើងរៀបចំកម្មវិធីនេះប្រហែលជាប្លែកជាងឆ្នាំមុនបន្តិចឆ្នាំមុនយើងធ្វើនៅខាងលើឆ្នាំនេះអរគុណដល់ក្រុមយុវជនហើយនិងក្រុមការងារទាំងអស់ដែលបានរៀបចំទាំងការតុបតែងទាំងការរៀបចំផ្សេងៗយើងអបអរនៅព្រះរាជកំណើតរបស់ផងព្រះយើងមានពាក្យពីរដែលយើងតែងតែហៅទីមួយយើងហៅថា Noel ឬក៏ជាភាសាទូទៅដែលគ្រប់គ្នាស្គាល់ថា Christmas ទោះបីជាអ្នកអត់ជឿក៏ដោយអ្នកជឿក៏ដោយក៏ស្គាល់ពាក្យនឹងដែរប៉ុន្តែរដូវកាលនេះឬក៏ថ្ងៃនេះ Noel នឹងរំលឹកដល់ខ្ញុំនិងអង្គអ្នកបងប្អូនទាំងអស់គ្នាពីអីតើជាថ្ងៃមួយដែលរំលឹកយើងទាំងអស់គ្នាពីប្រអប់កាដូដែលយើងទទួលបានឆ្នាំមុនខ្ញុំជឿថាមានអ្នកដែលទទួលកាដូថ្ងៃ Christmas ហើយឆ្នាំនេះក៏កំពុងតែគិតតែរងចាំមើលតើមានអ្នកណាឲ្យកាដូខ្ញុំអត់បើជាឆ្នាំមុនមានកាដូមួយដែលស្អាតមានកាដូមួយដែលមានតម្លៃឆ្នាំនេះគិតថាប្រហែលជានឹងមានអីដែលល្អប្រសើរជាងតែជាប្តីនឹងប្រពន្ធគិតរងចាំពីគ្នាទៅវិញទៅមកឆ្នាំនេះប្តីខ្ញុំមានអីឲ្យប្រពន្ធគិតថាឆ្នាំនេះសំទោសមិញប្រពន្ធគិតថាប្តីមានអីឲ្យហើយប្តីគិតថាប្រពន្ធមានអីឲ្យដែរយើងរំពឹងអំពីអ្វីដែលជាអំណោយដែលផ្ដល់ឲ្យគ្នាទៅវិញទៅមកស្វាមីភរិយារំពឹងគិតពី